ថ្ងៃហ្នឹងមានពេលខ្លះឆ្លៀតម៉ោងសម្រាប់ពីការងារបាទថ្ងៃនេះគោលបំណងគឺនាំពុកម៉ែបងប្អូនទៅលេងប្រាសាទស្នែងក្របីខាងត្បូងបាទឥឡូវយើងបានធ្វើដំណើរបាទជិតដល់ប្រាសាទហើយបាទខាងមុខនោះពុកម៉ែបងប្អូនគឺជាប្រាសាទអត់ដឹងថាប្រាសាទហ្នឹងល្អប៉ុណ្ណាទេយើងនឹងទៅមើលទាំងអស់គ្នាព្រោះខ្ញុំទៅមកតែលើកទី1បាទដែលមកពីមុនទេបាទដោយសារមើលតាមផែនទីទៅគេដាក់ថាមានប្រាសាទស្នែងក្របីខាងត្បូងបាទនៅខាងជើងក៏មានដែរប៉ុន្តែអត់ទាន់បានទៅមើលទេមិនដឹងថាបានទៅជួបអត់ព្រោះអត់ស្គាល់ផ្លូវគ្រាន់តែស្មានពីចម្ងាយនឹងផ្លូវបាទអត់ដឹងថាបានជួបដូចប្រាសាទស្នែងក្របីខាងត្បូងអត់បាទនេះគឺជាប្រាសាទស្នែងក្របីខាងត្បូងហើយបាទពុកម៉ែបងប្អូនទស្សនាអស់គ្នាបាទប្រាសាទមើលទៅបាទនៅល្អស្អាតដែលយើងគួរនឹងមកលេងទស្សនាបាទនៅទីនេះឃើញមានប្រាសាទ3បានត្រឹមគ្នាបាទនេះគឺជាដើមឈើទីធ្លាបរិវេណជុំវិញប្រាសាទបាទខាងជុំវិញសុទ្ធតែស្រែចម្ការគេបាទមានតែទីទួលដែលមានប្រាសាទហើយចិត្តហ្នឹងក៏មានបន្លាយត្រពាំងបាទខែផ្សារទៅមានទឹកខែប្រាំងចេះក៏អត់មានទេបាទហើយខែនេះវានៅរដូវក្តៅរដូវប្រាំងបាទអញ្ចឹងវាអត់ទាន់មានរុក្ខជាតិលូតលាស់មើលទៅមានពណ៌បៃតងខៀវស្រស់ទេវាមើលទៅមានតែស្លឹកឈើបាទស្មៅអីក៏អត់ទាន់សូវដុះដែរវាទៅចាប់ដើមភ្លៀងកខែបាទនេះនៅក្នុងក្រុងប្រាសាទហើយបងប្អូនបាទមើលទាំងអស់គ្នាបាទនោះគឺជាបន្លោះកំពូលប្រាសាទបាទប្រាសាទនេះគឺសាងសង់ភាគច្រើនធ្វើដូចជាពីឥដ្ឋបាទនៅស្រស់ស្អាតបាទសូមបញ្ជាក់ដែរប្រាសាទនេះគេហៅថាប្រាសាទស្នែងក្របីខាងត្បូងបាទប៉ុន្តែបុព្វបុរសខ្មែរយើងដែលសាងសង់ប្រាសាទហ្នឹងមិនដឹងថាឲ្យឈ្មោះអីក៏ទេអានេះគ្រាន់តែខ្ញុំហៅតាមឈ្មោះដែលគេបានចារនៅលើផែនទីបាទគេថានៅស្រស់ស្អាតបាទនេះគឺប្រាសាទទៀតហើយនេះគឺប្រាសាទបាទខាងជើងគេបាទប្រាសាទនេះគឺមានរណ្ដៅជ្រៅបាទហើយមានវត្តទម្លាក់ពីលើកំពូលទៀតមិនដឹងថាវត្តអីទេបាទដែលទម្លាក់ពីលើមកដល់ក្រោមហើយខាងលើនោះគឺសុទ្ធតែសម្រាប់បិទជាតែម្ដងបាទប្រាសាទនេះមានរណ្ដៅបាទនេះសុទ្ធតែការដែលជន់ខិលខូចបាទជីកគោះកកាយរណ្ដៅប្រាសាទស្វែងរកវត្ថុដែលបញ្ចុះរបស់បុរាណខ្មែរយើង